ទាំងអស់គ្នានេះគឺជាទ្រព្យសម្បត្តិហើយខ្ញុំទៅណាក៏តែងតែយកទ្រព្យសម្បត្តិនឹងមកតាមខ្លួនដែរព្រោះរើច្រើនដងដែរតាំងពីទី12មកត្រូវទៅរៀននៅទូគីត្រូវរកមកទៅចិនហើយបានមកខ្មែរវិញឬក៏ទៅប្រទេសផ្សេងទៀតអញ្ចឹងរាល់ពេលដែលខ្ញុំទៅណាខ្ញុំតែងតែយកទ្រព្យសម្បត្តិនេះទៅតាមខ្លួនហើយទ្រព្យសម្បត្តិខ្លះគឺមានតាំងពីថ្នាក់ទី12សភៅខ្លះគឺមានតាំងពីថ្នាក់ទី12ហើយយប់មិញហ្នឹងរើមកផ្ទះថ្មីហ្នឹងអ្វីដែលខ្ញុំបានចាប់អារម្មណ៍ជាងគេគឺសភៅមួយនេះគឺជាសភៅសាណាបញ្ចប់វគ្គអនុបណ្ឌិតនៅប្រទេសចិនដែលសរសេរពាក់ព័ន្ធជាមួយនឹងការគិតការយល់ឃើញរបស់បុគ្គលិកថាតើអតិថិ net manager ឬមួយក៏អ្នកដឹកនាំប្រភេទណាដែលគេគិតថាជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពហើយសភៅមួយនេះគឺធ្វើការស្រាវជ្រាវដែលប្រៀបធៀបរវាងការគិតរបស់យោជិកនៅប្រទេសចិននិងប្រទេសខ្មែរអញ្ចឹងវាតាំងពី2014មករហូតដែរដែលខ្ញុំបាន expose លើ concept ពាក់ព័ន្ធជាមួយនឹងភាពជាអ្នកដឹកនាំក៏ដូចជាចិត្តសាស្ត្រនៅពេលដែលខ្ញុំរៀន engineer ហ្នឹងក៏បានចូលវគ្គខ្លះពាក់ព័ន្ធជាមួយនឹង social psychology ដែលចិត្តសាស្ត្រសង្គមណាធ្វើឲ្យខ្ញុំចាប់ផ្ដើមដឹងថាមនុស្សយើងគិតម៉េចតាមពិតមនុស្សអញ្ចឹងពេលខ្លះយើងគិតថារបស់យើងគិតអញ្ចឹងវាមិនតំណងប៉ុន្តែចិត្តសាស្ត្ររបស់មនុស្សវាអញ្ចឹងមែនអញ្ចឹងដោយសភៅនេះអញ្ចឹងខ្ញុំរៀនចប់វិស្វកម្មហើយខ្ញុំអតីតវិស្វករដែរចប់ពីទូគីក៏ខ្ញុំទៅសិក្សានៅប្រទេសចិនបន្តទៀតហើយក៏ចាប់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មវិញហើយពេលដែលខ្ញុំរៀននៅហ្នឹងបាន professor របស់ខ្ញុំហ្នឹង advisor របស់ខ្ញុំហ្នឹងគឺគាត់ជំនាញខាង OB organizational behavior គឺពាក់ព័ន្ធជាមួយនឹងមនុស្សដដែលហើយក៏រឿងល្អដែរដែលខ្ញុំបានចាប់យក topic មួយនេះធ្វើឲ្យខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាពីមុនគិតថា Western គិតអញ្ចេះអាស៊ីគិតអញ្ចោះតាមពិតទៅសូម្បីតែក្នុងប្រទេសនៅក្នុងលោកខាងលិចហ្នឹងប្រទេសនីមួយៗក៏តែងតែមានការគិតខុសៗគ្នាដែរឲ្យតម្លៃផ្សេងគ្នាហើយក៏ខ្ញុំមានឱកាសបានសិក្សាស្រាវជ្រាវពាក់ព័ន្ធជាមួយនឹងការប្រៀបធៀបរវាងការគិតរបស់បុគ្គលិកឬក៏និយោជិកនៃក្រុមហ៊ុននៅប្រទេសចិនក៏ដូចជាប្រទេសខ្មែរ2014ហ្នឹងសូម្បីតែពេលខ្លះយើងគិតថាអាស៊ីគិតដូចគ្នាហ្នឹងក៏ខុសគ្នាដែរសូម្បីតែចិនខ្មែរយើងក៏គិតខុសគ្នាថាតើ manager មិនដែលយើងគិតថាមានប្រសិទ្ធភាពខ្ពស់ហើយ concept ហ្នឹងគឺយកចេញផ្អែកទៅតាមconcept របស់ការសិក្សាពាក់ព័ន្ធជាមួយនឹងវប្បធម៌ដែលចេញពីលោក Hofstadter ដែលមានពាក្យថាអីគេមានសភៅគាត់ដែលនិយាយតាក់ទង culture consequence អីហ្នឹងគឺគាត់បានបែងចែក model ថាតើប្រទេសមួយគិតលើអីជាងគេប្រទេសហ្នឹងផ្ដោតលើគេហៅថា masculinity ឬក៏ femininity ហើយ masculine ហ្នឹងគឺគាត់ផ្ដោតទៅលើអាភាពបើយើងនិយាយទៅលះគិតចង់បានគេហៅថាតួនាទីតំណែងជាធំអីចឹងទៅឯ feminine វិញគឺ culture វិញគឺអ្នកដែលផ្ដោតទៅលើអាភាពសុខដុមរមនាកក់ក្ដៅអីហ្នឹងហើយក៏បែងចែកពាក់ព័ន្ធថាតើអា culture ប្រទេសមួយហ្នឹងគិតលើរឿង long term ច្រើនជាងឬក៏ short term ច្រើនជាងតែ culture មួយហ្នឹងគេហៅជាលក្ខណៈរស់នៅបែបសហគមន៍ចូលចិត្តជួបជុំគ្នាគិតសហគមន៍ជាធំឬមួយក៏ផ្ដោតទៅលើអត្តបុគ្គលជាធំអញ្ចឹងសូម្បីតែនៅ western មួយចំនួនហ្នឹងពេលដែលយើងស្រាវជ្រាវពាក់ព័ន្ធជាមួយនឹងបព្វធម៌បាននឹងWestern ដែលយើងនិយាយថាលោកខាងលិចចំហស្រួយអីហ្នឹងប្រទេសមួយក៏ពេលខ្លះអាចនឹងមានការគិតខុសគ្នាដែរអញ្ចឹងហើយបានខ្ញុំអានសភៅបាននឹងថាតាមពិតប្រទេសមួយសូម្បីតែពេលខ្លះយើងកើតឡើងនៅក្នុងបរិយាកាសផ្សេងគ្នាក៏នៅក្នុងប្រទេសខ្មែរហ្នឹងក៏អាចធ្វើឲ្យយើងមានការគិតផ្សេងគ្នាផងដែរដូចជាពេលពីមុនខ្ញុំរៀននៅសាលាអន្តរជាតិអញ្ចឹងការគិតរបស់យើងអាចខុសជាមួយនឹងអ្នកដែលរៀននៅសាលាមួយផ្សេងទៀតអញ្ចឹងទៅដោយសារអីគេយើងបាន expose ខ្លួនឯងហ្នឹងទៅក្នុងបរិយាកាសថ្មីមួយការគិតថ្មីមួយដែលធ្វើឲ្យយើងមើលឃើញចុងមួយទៀតផ្សេងដែរហើយពេលដែលខ្ញុំបានសិក្សាពីអាហ្នឹងធ្វើឲ្យខ្ញុំលែងហ៊ានវាយតម្លៃថាមួយណាខុសមួយណាត្រូវមួយណាល្អជាងមួយណាអន់ជាងដែរព្រោះថាប្រទេសនីមួយបុគ្គលនីមួយតែងតែមានការគិតខុសគ្នាដោយសារតែបរិយាកាសចំណេះដឹងវប្បធម៌ឬមួយក៏អ្វីផ្សេងទៀតបញ្ចូលធ្វើឲ្យការគិតរបស់យើងផ្នត់គំនិតរបស់យើងការយល់ឃើញរបស់យើងគឺខុសគ្នាស្រឡះធ្វើឲ្យចាប់ផ្ដើមធ្វើអីមួយចាប់ផ្ដើមគិតថាតើក្នុងបរិយាកាសបែបនេះយើងគួរធ្វើម៉េចដោយសភៅនេះខ្ញុំអានយកមិញឡើងវិញគាត់ថាដូចជាការម្ដងដូចនៅចិនជនជាតិចិនគឺផ្ដោតទៅលើ manager មួយណាដែលផ្ដោតលើលទ្ធផល manager មួយណាដែលផ្ដោតទៅលើអាភាពលះម៉ាត់ manager មួយណាដែលគេហៅថាមានស្វ័យភាពក្នុងការគិតលឿនអីហ្នឹងចិនគេឲ្យតម្លៃថា manager ហ្នឹងមានប្រសិទ្ធភាពអីចឹងតែវាមានចំណុចជាច្រើនប៉ុន្តែគ្រាន់ថាចំណុចដែលខ្ញុំសិក្សាស្រាវជ្រាវហ្នឹងគឺយករកឃើញអញ្ចឹងហើយដល់ខ្មែរយើងវិញផ្ដោតទៅលើ manager ដែលយកចិត្តទុកដាក់គេហៅថា treat បុគ្គលិកល្អផ្ដល់ភាពកក់ក្ដៅឲ្យបុគ្គលិកអាហ្នឹងគឺយើងគិតថា manager មួយ
nó mình bị tập hiệp chẳng số bay ta ca thưa ca nó có những aiอย่างមានការគិតថាបុគ្គលិកលក្ខណៈបែបណាដែលល្អសម្រាប់គាត់ដែរអញ្ចឹងហើយខ្ញុំទៅចិត្តអ្នកទាំងអស់គ្នាជាពិសេសអ្នកនៅក្នុង role manager ហើយបើសិនជាអាចធ្វើការ cross culture ទៀតមានន័យថាឆ្លងវប្បធម៌គួរតែសិក្សាស្វែងយល់ឲ្យបានច្រើនព្រោះការសិក្សាស្រាវជ្រាវពាក់ព័ន្ធមួយរឿងហ្នឹងគឺច្រើនមែនតើហើយវាគឺជាការដាស់អារម្មណ៍មួយដែលថានៅពេលដែលយើងជួបជនជាតិចិនគាត់គិតមិនយើងគួរដោះស្រាយមួយគាត់មិនទំនាក់ទំនងមួយគាត់បែបណាព្រោះពាក្យចិនពេលខ្លះយើងស្ដាប់ទៅគាត់ដូចគាត់អូខេមួយយើងតាមពិតគឺជាពាក្យសំគួរដែលយើងយល់ច្រឡំទូគីក៏ផ្សេងដូចខ្ញុំហ៊ានថាទូគីអញ្ចឹងអាភាសាកាយវិការអាភាសានិយាយហ្នឹងអាចបកប្រែផ្សេងគ្នាខ្មែរហ្នឹងក៏មានលក្ខណៈពិសេសរបស់យើងដែរទៅខាងអាមេរិកទៅខាងអឺរ៉ុបអាចនឹងខុសគ្នាសូម្បីតែប្រទេសនៅស្វីសអាល្លឺម៉ង់ឬមួយក៏បារាំងក៏អាចនឹងមានការគិតផ្សេងគ្នាការយល់ឃើញផ្សេងគ្នាដែរដែលអ្នកទាំងអស់គ្នាគួរតែសិក្សាស្រាវជ្រាវឲ្យបានច្រើនហើយចាំមើលខ្ញុំធ្លាប់ធ្វើ summary សង្ខេបពាក់ព័ន្ធមួយនឹង research មួយនេះថាតើប្រទេសខ្មែរយើងឲ្យតម្លៃទៅលើលក្ខណៈសម្បត្តិបែបណាខ្លះដែលយើងគិតថាជាអ្នកដឹកនាំល្អឬក៏អ្នកគ្រប់គ្រងល្អហើយខ្ញុំនឹងធ្វើការចែករំលែកជាមួយអ្នកទាំងអស់គ្នាព្រោះថាសភៅនេះជាភាសាអង់គ្លេសហើយវារៀងច្រើនគួរសមដែរអញ្ចឹងខ្ញុំចាំមើលថាខ្ញុំចំណាយឆ្លៀតពេលដើម្បីសង្ខេបអ្វីដែលខ្ញុំបានរកឃើញថាតើខ្មែរអញ្ចឹងខុសគ្នាមិនហើយខ្មែរគិតមិនក្នុងការគិតថាម្នាក់នោះគឺជាបុគ្គលឆ្នើមដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងអញ្ចឹងល្អជាងគេគឺចុងក្រោយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាថាកុំភ្លេចអានព្រោះអានធ្វើឲ្យយើងបើកមើលពិភពលោកកាន់តែទលំទលាយជាងមុនធ្វើឲ្យយើងដឹងកាន់តែច្រើនហើយមានរឿងជាច្រើនដែលយើងអត់បានយកស្វែងយល់អត់បានដឹងដែលពេលដែលយើងអានអាចធ្វើឲ្យយើងមានការគិតផ្សេងមួយទៀតហើយជាពិសេសយើងលែងហ៊ានវិតម្លៃថាមួយណាខុសមួយណាត្រូវវាមិនខុសអីទេថាបាយឆ្ងាញ់ជាងនំប៉័ងឆ្ងាញ់ជាងបាយទេប្រទេសមួយតែងតែមានបរិយាកាសផ្សេងគ្នាការយល់ឃើញទំនៀមទម្លាប់ខុសគ្នាដែរតែធ្វើឲ្យយើងត្រូវតែប្រយ័ត្នប្រយែងធ្វើការគិតមុននឹងយើងធ្វើអីឬក៏វាតម្លៃអីមួយអញ្ចឹងហើយអ្នកទាំងអស់គ្នាអានសៀវភៅរៀនបានកាន់តែច្រើនគឺកាន់តែល្អហើយគ្រូក្បាលយើងអត់មានកំណត់ទេម៉ាស៊ីនតុករបស់យើងគឺធំណាស់លុះត្រាតែយើងកំណត់ខ្លួនឯងថាគ្រូក្បាលអត់ល្អទៅបានយើងរៀនអត់កើតអញ្ចឹងហើយកុំភ្លេចបន្តរៀនជាប់ជានិច្ចមិនថាតែអានសៀវភៅឬមួយក៏ចូលវគ្គបណ្ដុះបណ្ដាឬមួយក៏រៀនតាមអនឡាញសិតតែល្អទាំងអស់តែសំខាន់បើកឱកាសឲ្យខ្លួនឯងរៀននៅអ្វីដែលថ្មីហើយជាពិសេសរៀននៅវប្បធម៌ដែលខុសៗគ្នាដើម្បីបើកខួរក្បាលយើងឲ្យកាន់តែទូលាយមើលឃើញរបស់យើងឲ្យកាន់តែល្អប្រសើរជាងមុន